មានសមថៈយាននឹកណាយល់អ្នកមានឈានគឺសមថៈអ្នកមានយានគឺសមថៈពាក្យថាយាននោះបានថាជាគ្រឿងទៅយល់អ្នកមានយានគឺសមថៈអ្នកមានសមថៈជាយានណាយល់អ្នកមានយានគឺសមថៈឬក៏អ្នកមានយានអ្នកមានសមាធិជាទីទៅយល់ញោមជាទីទៅបើន័យថាអ្នកចំណានសមាធិយល់ទេណាញោមអ្នកមានសមាធិយើងអត់ថាអ្នកមានសមាធិចឹងញោមសមថៈយ៉ាងហ្នឹងអ្នកមានសមាធិអ្នកមានចិត្តស្ងប់នេះអ្នកចំណានវិបស្សនាចឹងញោមគឺជាណាបានសតិវរណសតិចតុគិតវត្តដ្ឋានអាហារិបរិកលសញ្ញាឬក៏ប្រសិន10ឬក៏អនុសតិ10អញ្ចឹងណាញោមឬក៏អសព10អញ្ចឹងទៅដល់ពេលបានឈានឬឧបចារៈឈានហើយបានគេចំណានវិបស្សនាជាបន្តអញ្ចឹងគេឲ្យឈ្មោះថាវិបស្សនាវិធីនៃសមថៈយាននឹកណាញោមយល់ទេញោមអ្នកតាមការយល់អត់បាទទីមួយនេះបានថាបុគ្គលនឹងចម្រើនសមថៈឬសមាធិនឹងទាំង40នឹងណាមួយបានឈានឬក៏ឧបចារៈឈានហើយបានបន្តទៅចម្រើនវិបស្សនាទៅតាមលំដាប់ទៅមាននាមរូបបរិច្ឆេទញ្ញាណបច្ចៈប្រកញ្ញាណរហូតដល់មគ្គញ្ញាណទៅណាញោមដល់ពេលអ្នកទី2នេះវិបស្សនាវិធីនៃវិបស្សនាយាននឹកបុគ្គលនេះអត់បានចម្រើនសមាធិមុនទេអត់មានចម្រើនសមាធិទេអត់បានចម្រើនណាបានចម្រើនកម្មដ្ឋានទាំង40ណាមួយទេចាប់ពុតព្រះធម្មទេសនាបានសម្ដែងដោយព្រះសង្ឃសាវក